បាទសួស្តីបងប្អូនប្រិយមិត្តទាំងអស់គ្នាហ្នឹងហើយអញ្ចឹងក្នុងវីដេអូនេះយើងបន្តមកសិក្សាតេតទៅនឹងសំណួរចម្លើយទៀតអូខេអញ្ចឹងនៅក្នុងនេះយើងបន្តសំណួរចម្លើយសម្រាប់បងប្អូនត្រៀមប្រឡងចូលសាលាភូមិន្ទរដ្ឋបាលក៏ដូចជាប្រឡងតាមក្រសួងស្ថាប័ននានាបងប្អូនណាអញ្ចឹងនៅក្នុងនេះយើងនឹងបន្តសំណួរចំនួន10សម្រាប់បងប្អូនយកទៅទន្ទិញឬក៏យកទៅសិក្សាបន្ថែមបងប្អូនអ្វីដែលខ្ញុំចែករំលែកវាមិនប្រកាសថាត្រឹមត្រូវទាំងអស់ទេណាបញ្ជាក់ឲ្យបញ្ជាក់ទៀតបងប្អូនត្រូវតែសិក្សាស្វែងយល់បន្ថែមខ្លួនឯងបន្ថែមទៀតក៏មិនទាន់ជឿនៅអ្វីដែលខ្ញុំបានដាក់ហ្នឹងជួនកាលខ្ញុំក៏មានកំហុសបច្ចេកទេសដែរបាទខ្ញុំមិនមែន AI ទេបាទ AI ក៏ត្រូវការបញ្ជាក់ដែរណាអូខេអញ្ចឹងកម្រងសំណួរនៅក្នុងវីដេអូនេះយើងមាន10សំណួរចាប់ពី731ដល់740អញ្ចឹងយើងមើលគំនូរទី1នៅក្នុងវីដេអូនេះគឺសួរថាតើគោលការណ៍ឯកភាពថាវិការមានន័យដូចម្ដេចអញ្ចឹងគោលការណ៍ឯកភាពថាវិការគឺចង់សំដៅទៅលើរដ្ឋមានសិទ្ធិបង្កើតថាវិការច្រើនតាមចិត្តចង់ចំណូលនិងចំណាយទាំងអស់របស់រដ្ឋត្រូវតែរួមបញ្ចូលក្នុងឯកសារថាវិការតែមួយថាវិការជាតិត្រូវតែស្មើគ្នាជារៀងរាល់ឆ្នាំស្ថាប័ននីមួយៗអាចប្រើប្រាស់ចំណូលរបស់ខ្លួនដោយមិនចាំបាច់ឆ្លងកាត់ក្រសួងសេដ្ឋកិច្ចចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយខក្នុងវីដេអូនេះក្នុងចំនួននេះគឺចំណូលនិងចំណាយទាំងអស់ត្រូវតែរបស់រដ្ឋត្រូវតែរួមបញ្ចូលក្នុងឯកសារថវិកាតែមួយចំនួននេះខ្ញុំធ្លាប់និយាយម្ដងហើយនៅក្នុងវីដេអូមុនអញ្ចឹងណាអញ្ចឹងខ្ញុំសូមមិននិយាយបន្ថែមទៀតទេទាក់ទងទៅនឹងការបកស្រាយសំណួរមួយនេះបាទអញ្ចឹងសំណួរបន្ទាប់732គោលការណ៍ឯកភាពសំទោសគោលការណ៍ឯកទេសភាពនៃថវិកាជាតិសំដៅលើអ្វីអញ្ចឹងចម្លើយកគឺសំដៅទៅលើថវិកាដែលបានអនុម័តត្រូវប្រើប្រាស់តាមមុខសញ្ញានិងកម្មវិធីជាក់លាក់ដែលបានកំណត់ការអនុញ្ញាតឲ្យប្រើប្រាស់ថវិកាខុសគោលដៅបានដោយសេរីការបណ្ដុះបណ្ដាលមន្ត្រីជំនាញហិរញ្ញវត្ថុនិងការគ្រប់គ្រងថវិកាលើវិស័យសេដ្ឋកិច្ចមួយមុខគត់អញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយខសំទោសចម្លើយកគឺជាអនុទានថវិកាដែលបានអនុម័តត្រូវប្រើប្រាស់តាមមុខសញ្ញានិងកម្មវិធីជាក់លាក់ដែលបានកំណត់បាទអូខេអញ្ចឹងយើងបន្តទៀតសំណួរបន្ត733គេសួរថាតើច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំនីមួយៗត្រូវសុំការអនុម័តពីស្ថាប័នណាអញ្ចឹងមានតុលាការកំពូលអង្គការសហប្រជាជាតិអង្គអំណាចនីតិបញ្ញត្តិដែលមានរដ្ឋសភានិងប្រសិទ្ធភាពនិងរដ្ឋាភិបាលជាតិធនាគារជាតិសំទោសអញ្ចឹងចម្លើយត្រឹមត្រូវគឺរដ្ឋសភាប្រសិទ្ធភាពឬហៅថាអំណាចនីតិបញ្ញត្តិនឹងឯងបានសំណួរបន្ទាប់734សួរថាតើឆ្នាំថវិការបស់ប្រជាណាចក្រកម្ពុជាចាប់ផ្ដើមនិងបញ្ចប់នៅពេលណាអញ្ចឹងចម្លើយកគឺចាប់ផ្ដើមនៅថ្ងៃទី1ខែមីនាឆ្នាំដល់ថ្ងៃទី28ខែកុម្ភៈចាប់ចម្លើយខគឺចាប់ពីថ្ងៃទី1ខែមករាដល់ថ្ងៃទី31ខែធ្នូនៃឆ្នាំដដែលចម្លើយគគឺចាប់ផ្ដើមពីថ្ងៃទី1ខែមេសាដល់ថ្ងៃទី31ខែមីនាចម្លើយខគឺចាប់ពីថ្ងៃទី1ខែកញ្ញាដល់ថ្ងៃទី31ខែសីហាអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយខគឺចាប់ពីខែមករាដល់ថ្ងៃទី31ខែធ្នូនៃឆ្នាំដដែលសំណួរមួយនេះក៏ខ្ញុំបានបែកចែករំលែករួចម្ដងហើយខ្ញុំក៏បានបញ្យល់ឲ្យដែរអញ្ចឹងនៅក្នុងវីដេអូប្រហែលជា2-3វីដេអូមុនទាំងឯងបងប្អូនអាចឆែកមើលបានណាសម្រាប់បងប្អូនដែលមានចម្ងល់ថាហេតុអីបានអញ្ចឹងបាទខ្ញុំបន្តទៅសំណួរទី735សួរតើអ្វីទៅជាថវិកាកម្មវិធីឬក៏ហៅជាភាសាអង់គ្លេសថា program based budgeting អញ្ចឹងអាហ្នឹងគឺចម្លើយកគឺជាការផ្សារភ្ជាប់ការបែងចែកថវិកាទៅនឹងលទ្ធផលនិងគោលនយោបាយជាក់លាក់ចម្លើយខការបែងចែកថវិកាផ្អែកលើការទិញសម្ភារៈការិយាល័យចម្លើយគគឺថវិកាដែលប្រើប្រាស់សម្រាប់តែកម្មវិធីកុំព្យូទ័រនិងចម្លើយខគឺថវិកាដែលប្រើប្រាស់មានការត្រួតពិនិត្យចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយកគឺជាការផ្សារភ្ជាប់ការបែងចែកថវិកាទៅនឹងលទ្ធផលនិងគោលដៅគោលនយោបាយជាក់លាក់ហៅថាថវិកាកម្មវិធីសំណួរនេះក៏ខ្ញុំបានចែករំលែកឲ្យដែរបងប្អូន
យើងតទៅទៀតគឺ736តើលិខិតបទដ្ឋានគតិយុត្តណាដែលមានឋានានុក្រមខ្ពស់ជាងគេក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសំណួរនេះក៏ស្តៀងនឹងវីដេអូមុនដែរគឺមានអនុក្រឹត្យស្តីពីការរៀបចំថវិកាច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុហើយនិងស្នាចរនៅបច្ចេកទេសចម្លើយដែលត្រឹមត្រូវគឺច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈបាទដែលចេញដោយព្រះមហាក្សត្រនោះឯងតទៅមុខទៀតយើងចូលដល់សំណួរបន្ទាប់គឺសួរថាតើគោលការណ៍និរន្តរភាពថវិកាសំដៅលើអ្វីគឺជាការខ្ចីលុយបរទេសឲ្យបានច្រើនដើម្បីអភិវឌ្ឍលឿនការរក្សាទុកថវិកាមិនឲ្យចំណាយទៅតែសោះសមត្ថភាពរបស់រដ្ឋក្នុងការរក្សាតុល្យភាពហិរញ្ញវត្ថុក្នុងរយៈពេលវែងដោយមិនប្រឈមនឹងវិបត្តិបំណុលការកែប្រែថវិកាជារៀងរាល់ខែអញ្ចឹងចម្លើយទៅតាមត្រូវគឺចម្លើយគោគឺជាសមត្ថភាពគ្រប់គ្រងរបស់រដ្ឋក្នុងការរក្សាតុល្យភាពហិរញ្ញវត្ថុក្នុងពេលវែងដោយមិនប្រឈមនឹងវិបត្តិបំណុលសំណួរទី738តើសមតុល្យថវិកាកើតឡើងនៅពេលណាអញ្ចឹងចម្លើយគឺការចំណាយច្រើនជាងចំណូលសរុបស្មើនឹងចំណាយសរុបថារដ្ឋមិនមានចំណូលទៅតែសោះហើយចំណូលក្នុងស្រុកតិចជាងចំណូលបរទេសអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយខគឺចំណូលស្មើនឹងចំណាយសំណួរទី739សួរថាតើអ្វីទៅជាអនុភាពថវិកាអញ្ចឹងចម្លើយកគឺជាស្ថានភាពដែលចំណូលលើសចំណាយការមិនព្រមអនុម័តថវិកាដោយរដ្ឋសភាការបាត់បង់ឯកសារថវិកាហើយនិងស្ថានភាពដែលចំណាយរបស់រដ្ឋលើសចំណូលថវិកាជាតិអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយខនឹងឯងគឺស្ថានភាពដែលចំណាយរបស់រដ្ឋលើសចំណូលអាហ្នឹងគឺការហ្នឹងគឺកើតឡើងនៅកាលណាបែបហ្នឹងគឺវាទៅជាអនុភាពថវិកាហើយបាទសំណួរទី740តើអតិរេកថវិកាមានន័យដូចម្ដេចអញ្ចឹងចម្លើយកចំណូលថវិកាជាតិមានចំនួនច្រើនជាងចំណាយថវិកាជាតិចំណូលពន្ធប្រមូលបានតិចជាងការរំពឹងទុកការចំណាយហួសកម្រិតផែនការហើយនឹងស្ថានភាពដែលរដ្ឋខ្សែធនអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយកណាគឺចំណូលថវិកាជាតិមានចំនួនច្រើនជាងចំណាយការណាចំនួនច្រើនជាងចំណាយគេហៅថាអតិរេកសំណួរប្រហែលសំណួរចុងក្រោយនេះតាមខ្ញុំចាំបានគឺខ្ញុំបានបង្ហាញនៅក្នុងវីដេអូភាគមុនប៉ុន្តែដោយសារតែ copy ទៅវាដែលណាចឹងក៏សូមអធិស្ឋានបងប្អូនអ្នកដែលតាមដានទស្សនាឃើញវីដេអូនឹងដែរយ៉ាងណាកុំប្រកែកប្រកាន់អីចាត់ទុកតែជាការរំលឹកទៅបាទដោយសារតែខ្ញុំបានដាក់ហើយក៏ខ្ញុំមិនបានលុបអូខេអញ្ចឹងវីដេអូនេះមានតែប៉ុណ្ណឹងសិនចុះហើយយើងនឹងជួបគ្នាក្នុងវីដេអូបន្តនៅភាពបន្ត